ចូលរួមសោកស្ដាយក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ចូលក្នុងទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់នៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10ឆ្នាំ2025វេលាម៉ោង10:11នាទីដោយឡានមួយគ្រឿងម៉ាកសាំយ៉ុងបើកធ្លាក់ចូលក្នុងទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្សចំនួន5នាក់ គិតមកដល់ត្រឹមម៉ោង17:00នាទីក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសយកមកលើច្រាំងហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរងរបួស2នាក់និងស្លាប់2នាក់និងម្នាក់បាត់ខ្លួនដែលកំពុងរុករកកត្តានាំឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបររដ្ឋបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទដាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសព រងគ្រោះក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយការទទួលខុសត្រូវខ្ពស់